សួស្តីអ្នកទាំងអស់គ្នាវិលស្វាគមន៍សាជាថ្មីម្ដងទៀតមកកាន់ Channel របស់ Admin ហើយថ្ងៃនេះផងដែរសូមមកតាមដានទស្សនានៅព័ត៌មានជាបន្តទៀតដូចតទៅសម្រាប់ថ្ងៃច័ន្ទទី2ខែមីនាឆ្នាំ2026នេះ Admin នឹងលើកយកព័ត៌មានខ្លីមួយទាក់ទងនឹងសម្រាប់ប្រិយមិត្តថ្មីដែលមិនទាន់បានចុច Subscribe សូមចុច Subscribe ម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតពី Admin សាក់ដឹមជាក្រុមការពារតំណែងជើងឯកមែនតួនាំមុខ2គ្រាប់មុនក៏អត់បញ្ហាមេស៊ីសុទ្ធ2គ្រាប់វាយបកយកឈ្នះវិញកៅឆាយ3បន្ទុកសម្រាប់រដូវកាលថ្មីហើយពូស៊ី free kick មួយគ្រាប់យ៉ាងស្អាតហើយការសុទ្ធបញ្ចូលទីសម្រាប់គ្រាប់ទី2នោះកម្ពុជាកីឡាករ Lionel Messi បំបែករកបាន898គ្រាប់ហើយក្នុងអាជីពរបស់គាត់កម្ពុជាតារាបាល់ទាត់ Cristiano Ronaldo បានសាងសង់វិមានដ៏ប្រណិតមួយតម្លៃប្រហែល35លានអឺរ៉ូនៅតំបន់ Cascais ប្រទេសប៉ូទុយហ្គាល់ដែលចំណាយពេលសាងសង់រហូតដល់3ឆ្នាំវិមាននេះមានបន្ទប់គេង8បន្ទប់ជាមួយបន្ទប់ទឹកផ្ទាល់ខ្លួនក្បាលរ៉ូប៊ីណេទឹកធ្វើពីមាសសុទ្ធមានអាងហែលទឹកក្នុងនិងក្រៃផ្ទះក្លឹបហាត់ប្រាណទំនើបរោងភាពយន្តឯកជននិងឆ្នេរសមុទ្រផ្ទាល់ខ្លួនក្រោមដីក៏មានផ្លូវ Tunnels និងចំណតរថយន្តធំសម្រាប់រថយន្តប្រណីជាច្រើនគ្រឿងវិមាននេះត្រូវបានរៀបចំទុកជាកន្លែងរស់នៅជាមួយគ្រួសារបន្ទាប់ពី Ronaldo ចូលនិវត្តន៍ពីអាជីពបាល់ទាត់